រដ្ឋអាមេរិកនឹងបន្តបត់ឈប់បាញ់ដោយគ្មានកំណត់ដោយមិនច្បាស់ថាតើអ៊ីរ៉ង់យល់ព្រមឬអត់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថាលោកនឹងបន្តបត់ឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានកំណត់ដើម្បីអនុញ្ញាតឲ្យមានការចរចាសន្តិភាពបន្ថែមទៀតទោះបីជាមិនទាន់ច្បាស់នៅថ្ងៃពុធថាតើអ៊ីរ៉ង់ឬអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមរយៈ2ខែនឹងយល់ព្រមក៏ដោយលោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាសហរដ្ឋអាមេរិកបានយល់ព្រមតាមសំណើអ្នកសម្របសម្រួលប៉ាគីស្ថានដើម្បីបន្តការវាយប្រហាររបស់យើងលើប្រទេសអ៊ីរ៉ង់រហូតដល់ពេលដែលមេដឹកនាំនិងអ្នកតំណាងរបស់ពួកគេអាចមកជាមួយសំណើរួមមួយហើយការពិភាក្សាត្រូវបានបញ្ចប់មធ្យោបាយមួយឬមធ្យោបាយផ្សេងទៀតមេដឹកនាំប៉ាគីស្ថានបានរៀបចំកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្លាមាបាតដើម្បីបញ្ចប់សង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើប៉ុន្តែទោះបីជាលោកបានប្រកាសពីអ្វីដែលហាក់ដូចជាការបបន្តបត់ឈប់បាញ់ឯកតោភាគីក៏ដោយលោកត្រាំក៏បាននិយាយផងដែរថាលោកនឹងបន្តការបិទភ្លើងពាណិជ្ជកម្មរបស់អ៊ីរ៉ង់ដោយកងទ័ពជើងទឹកអាមេរិកតាមសមុទ្រដែលត្រូវបានចាត់ទុកថាជាទង្វើសង្គ្រាមដោយអ៊ីរ៉ង់មិនមានការឆ្លើយតបនៅព្រឹកថ្ងៃពុធចំពោះការប្រកាសរបស់លោកត្រាំពីមន្ត្រីខ្ពស់ៗអ៊ីរ៉ង់នោះទេទោះបីជាប្រតិកម្មដំបូងមួយចំនួនពីទីក្រុងតេហេរ៉ង់បានបង្ហាញថាមតិយោបល់របស់លោកត្រាំកំពុងត្រូវបានចាត់ទុកដោយមានការសង្ស័យក៏ដោយទីភ្នាក់ងារសារព័ត៌មានតាស្នីមដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តអ៊ីស្លាមបាននិយាយថាអ៊ីរ៉ង់មិនបានស្នើសុំការបន្តបត់ឈប់បាញ់និងគំរាមកំហែងម្ដងហើយម្ដងទៀតដើម្បីបំបីការបិទភ្លើងរបស់សហរដ្ឋអាមេរិកដោយកម្លាំងនោះទេទីប្រឹក្សាម្នាក់នៃអ្នកចរចាឈានមុខងាររបស់អ៊ីរ៉ង់គឺប្រធានសភាលោកមូហាម៉ាត់បាក់គឺកូលីបាហ្វបាននិយាយថាការប្រកាសរបស់លោកត្រាំមានទម្ងន់តិចតួចហើយអាចជាល្បិចកលវោហារសាស្ត្រសម័យសង្គ្រាមរបស់លោកត្រាំបានងាកទៅរកភាពជ្រុលលួយមៀមនៅក្នុងការគម្រាមកំហែងដ៏ពោពេញដោយពាក្យអសុរោះប្រឆាំងនឹងអ៊ីរ៉ង់កាលពី2សប្តាហ៍មុនលោកបានសន្យាថាអរិយធម៌ទាំងមូលនឹងស្លាប់នៅយុគនេះខណៈពេលដែលពេលខ្លះហាក់ដូចជាចង់បញ្ចប់អំពើហិង្សានិងភាពមិនប្រក្រតីរបស់ទីផ្សារជាមួយនឹងការប្រកាសរបស់លោកត្រាំបានដកថយម្ដងទៀតនៅពីចុងក្រោយពីការគម្រាមកំហែងរបស់លោកក្នុងការទម្លាក់គ្រាប់បែករោងចក្រធម្មពលនិងស្ពានរបស់អ៊ីរ៉ង់អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអាន់តូនីអូហ្គូតេរេសនិងអ្នកផ្សេងទៀតបានថ្កោលទោសការគំរាមកំហែងទាំងនោះដោយកត់សម្គាល់ថាច្បាប់មនុស្សធម៌អន្តរជាតិហាមឃាត់ការវាយប្រហារដែលកំណត់គោលដៅលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលកិច្ចចរចាសន្តិភាពបន្ទាប់មិនប្រកបប្រជាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្ដើមសង្គ្រាមនៅថ្ងៃទី28ខែកុម្ភៈជាមួយនឹងការទម្លាក់គ្រាប់បែកតាមអាកាសលើអ៊ីរ៉ង់ចំនួននេះបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់រដ្ឋឈូងសមុទ្រដែលជាម្ចាស់ផ្ទះនៃមូលដ្ឋានយោធាអាមេរិកនិងទៅកាន់ប្រទេសលីបុងនៅពេលដែលក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់បានចូលរួមប្រយុទ្ធនាយករដ្ឋមន្ត្រីអ៊ីស្រាអែលប៊ែនចាមីនណេតានយ៉ាហ៊ូអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយបានស្វែងរកការបណ្ដេញថ្នាក់ដឹកនាំអ៊ីរ៉ង់ប៉ុន្តែលោកត្រុំបានផ្ដល់ហេតុផលដែលផ្លាស់ប្ដូរនិងជួនកាលផ្ទុយគ្នាសម្រាប់ការចូលរួមជាមួយអ៊ីស្រាអែលដើម្បីចាប់ផ្ដើមសង្គ្រាមនិងរបៀបដែលលោកមើលឃើញទុកជាមុនថាវានឹងបញ្ចប់ដែលបង្កឲ្យមានការភ័ន្តច្រឡំនៅក្នុងទីផ្សារពិភពលោកជនស៊ីវិលជាង 3000 នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់និងមនុស្សរាប់រយរាប់ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅរហូតមកដល់ពេលនេះភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ង់និងលីបុងហើយសង្គ្រាមនេះបាននាំឲ្យមានការបិទច្រកសមុទ្រហ័រមូសដែលជាចំណុចសំខាន់មួយនៅក្នុងទីផ្សារថាមពលសកលរវាងអ៊ីរ៉ង់និងអ៊ូម៉ោងដែលបណ្ដាលឲ្យតម្លៃប្រេងកើនឡើងខ្ពស់និងការភ័យខ្លាចថាសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចអ៊ីរ៉ង់បានកេងប្រវ័ញ្ចម្ដងហើយម្ដងទៀតនៅសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងការឆ្លងកាត់របស់នាវាដឹកប្រេងនិងកប៉ាល់ផ្សេងទៀតនៅក្នុងច្រកសមុទ្រដើម្បីឆ្លើយតបទៅកាន់វាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលោកថមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថាលោកមានឆន្ទៈក្នុងការពង្រីកបទឈប់បញ្ជួយពីព្រោះរដ្ឋាភិបាលអ៊ីរ៉ង់កំពុងបែកបាក់យ៉ាងធ្ងន់ធ្ងរមិនមែនដោយនឹកមិនស្មាននោះទេដែលសំដៅទៅការធ្វើឃាតរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើមេដឹកនាំមួយចំនួនរបស់ប្រទេសនេះនៅសប្តាហ៍ដំបូងនៃសង្គ្រាមរួមទាំងមេដឹកនាំកំពូលអាយ៉ាតូឡាអាលីខាម៉ាណៃដែលត្រូវបានកូនប្រុសរបស់លោកស្នងតំណែងពី3ម៉ោងមុនពេលការប្រកាសរបស់លោកត្រាំបានប្រាប់ប៉ុស្តិ៍ព័ត៌មាន CNBC ថាលោកមិនមានទំនោរក្នុងការបន្តបត់ឈប់បាញ់បណ្ដោះអាសន្ននោះទេហើយយោធាសហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញមតិយោបល់ទាំងនោះបានកើតឡើងនៅពេលដែលកិច្ចចរចាសន្តិភាពដែលបានគ្រោងទុកជាបណ្ដោះអាសន្ននៅទីក្រុងអ៊ីស្លាមាបាតហាក់ដូចជាជិតដួលរលំអនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance ដែលវត្តមានរបស់លោកត្រូវបានស្នើសុំដោយជនជាតិអ៊ីរ៉ង់បានគ្រោងនឹងវិលត្រឡប់ទៅកាន់ប្រទេសប៉ាគីស្ថានវិញនៅថ្ងៃអង្គារមុនពេលការប្រកាសចុងក្រោយរបស់លោកត្រាំមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់Reutersថាអ្នកចរចាអ៊ីរ៉ង់មានឆន្ទៈចូលរួមកិច្ចចរចាជុំមួយទៀតប្រសិនបើសហរដ្ឋអាមេរិកបោះបង់ចោលគោលនយោបាយសម្ពាធនិងការគំរាមកំហែងហើយបដិសេធការចរចាដែលមានគោលបំណងចោះចាញ់អ៊ីរ៉ង់បានថ្កោលទោសកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលបានស្ទាក់ចាប់និងរឹបអូសកប៉ាល់ពាណិជ្ជកម្មអ៊ីរ៉ង់2គ្រឿងនៅលើសមុទ្រដែលជាផ្នែកមួយនៃការបិទផ្លូវរបស់ខ្លួនហើយលើកទី2គឺនៅថ្ងៃអង្គារដោយក្រសួងការបរទេសរបស់ខ្លួនបានចោទប្រកាន់សហរដ្ឋអាមេរិកពីបទចោរសមុទ្រនៅលើសមុទ្រនិងភេរវកម្មរដ្ឋសហរដ្ឋអាមេរិកដែលចូលរួមដោយប្រទេសជាច្រើនទៀតបានថ្កោលទោសអ៊ីរ៉ង់ចំពោះការរារាំងសេរីភាពនៃការធ្វើនាវាចរនៅក្នុងច្រកសមុទ្រ Hormuz វគ្គចរចាលើកដំបូងកាលពី10ថ្ងៃមុនមិនបានបង្កើតកិច្ចព្រមព្រៀងណាមួយឡើយដោយផ្ដោតសំខាន់លើស្តុកអ៊ុយរ៉ាញ៉ូមដែលសម្បូរទៅដោយជាតិអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់
លោកត្រាំចង់យកអ៊ុយរ៉ាញ៉ូមចេញពីអ៊ីរ៉ង់ដើម្បីការពារប្រទេសនេះពីការបង្កើនវាបន្ថែមទៀតដល់ចំណុចដែលខ្លួនអាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់និយាយថាខ្លួនមានតែកម្មវិធីនុយក្លេអ៊ែរស៊ីវិលដោយសន្តិវិធីនិងសិទ្ធិអធិបតេយ្យភាពក្នុងការបន្តវាក្នុងនាមជាប្រទេសចុះហត្ថលេខាលើសន្ធិសញ្ញាមិនរាយសាយភាយអាវុធនុយក្លេអ៊ែរគ្មានប្រតិកម្មនៅក្នុងទីក្រុងតេហ៍រ៉ង់ចំពោះការពង្រីកបទឈប់បាញ់របស់លោកត្រាំទេប៉ុន្តែមានភាពបើកចំហចំពោះការទូតក្នុងចំណោមការត្រៀមខ្លួនខាងយោធាដោយអាល់មីកដាតអាល់រូហៃតរាយការណ៍ពីទីក្រុងតេហ៍រ៉ង់ប្រទេសអ៊ីរ៉ង់នេះគឺជាបញ្ហាស្នូលមួយនៅពេលនេះនៅក្នុងទីក្រុងតេហ៍រ៉ង់ការបិទច្រកសមុទ្រហួមូសត្រូវបានគេមើលឃើញនៅទីនេះថាជាទង្វើនៃសង្គ្រាមជាទង្វើនៃចៅសមុទ្រហើយក៏ជាការរំលោភកាន់តែខ្លាំងលើបទឈប់បាញ់ផងដែរការបិទច្រកសមុទ្រហួមូសគឺជាបញ្ហាចម្បងមួយនៃការរំលោភបំពានលើបទឈប់បាញ់យើងមានវិមាត្រមួយទៀតនៃបញ្ហាទាំងមូលនៅទីនេះវាជាវិមាត្រយោធាពីទីស្នាក់ការកណ្ដាលរបស់ខាថាំអាល់អាំប៊ីយ៉ាដោយនិយាយថាក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះពួកគេត្រូវបានរៀបចំយ៉ាងល្អនិងត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ការកើនឡើងនៃភាពតានតឹងគ្រប់ប្រភេទប្រសិនបើមានការកើនឡើងនៃភាពតានតឹងណាមួយដែលមកពីទូទាំងច្រកសមុទ្រហួមូសឬប្រសិនបើគោលដៅណាមួយត្រូវបានវាយប្រហារនឹងទីនេះនៅក្នុងទីក្រុងតេហ៍រ៉ង់ឬនៅក្នុងប្រទេសពួកគេកំពុងផ្ញើសារដ៏ខ្លាំងក្លាប្រឆាំងនឹងការសងសឹកគ្រប់ប្រភេទហើយពួកគេបានត្រៀមខ្លួនរួចហើយស្រេចសម្រាប់ការកើនឡើងនៃភាពតានតឹងគ្រប់ប្រភេទដូច្នេះមិនមានប្រតិកម្មជាផ្លូវការចំពោះការប្រកាសបទឈប់បាញ់នោះទេហើយក៏មានភាពបើកចំហសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតក៏ដូចជាការត្រៀមខ្លួនខាងយោធាផងដែរភាពស្ងៀមស្ងាត់របស់អ៊ីរ៉ង់បន្ទាប់ពីការបន្តបទឈប់បាញ់របស់លោកត្រាំគឺជាជំហានប្រុងប្រយ័ត្នដោយមន្ត្រីទីក្រុងតេហ៍រ៉ង់ដោយអាល់មីកដាតអាល់រូហេតរាយការណ៍ពីទីក្រុងតេហ៍រ៉ង់ប្រទេសអ៊ីរ៉ង់រហូតមកដល់ពេលនេះចម្លើយគឺទេមិនមានការឆ្លើយតបឬប្រតិកម្មជាផ្លូវការពីរដ្ឋាភិបាលអ៊ីរ៉ង់ទេភាពស្ងៀមស្ងាត់បានបំពេញខ្យល់នៅទីនេះក្នុងរដ្ឋធានីតេហ៍រ៉ង់របស់ប្រទេសអ៊ីរ៉ង់ហើយភាពស្ងៀមស្ងាត់នេះមិនដូចភាពស្ងៀមស្ងាត់ពីមុនទេវាជាជំហានប្រុងប្រយ័ត្នពីមន្ត្រីអ៊ីរ៉ង់នៅទីនេះពីព្រោះពួកគេកំពុងនិយាយថាពួកគេកំពុងនិយាយអំពីវិសាលភាពទូលំទូលាយរូបភាពទូលំទូលាយសម្រាប់បញ្ហាទាំងមូលហើយចំណុចសំខាន់នៃបញ្ហាទាំងមូលគឺការមិនទុកចិត្តរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់លើការចរចាជុំប្រវត្តិសាស្ត្រក្នុងរយៈពេលប្រមាណថ្ងៃកន្លងមកនិងប្រមាណឆ្នាំកន្លងមកពួកគេកំពុងនិយាយថាការមិនទុកចិត្តនេះកើតចេញពីការមិនមានការបដិញ្ញាចិត្តពីសហរដ្ឋអាមេរិកក្នុងការបំពេញឬគោរពលក្ខខណ្ឌនិងលក្ខខណ្ឌរបស់ពួកគេក្នុងរយៈពេលប្រមាណជុំការចរចាកន្លងមកដូច្នេះមន្ត្រីអ៊ីរ៉ង់ឥឡូវនេះមិនកំពុងដោះស្រាយជាមួយនឹងការបន្តបទឈប់បាញ់ខ្លួនឯងទេពួកគេកំពុង focus លើបញ្ហាទាំងទូលពួកគេកំពុង focus លើរបៀបធានាលក្ខខណ្ឌរបស់ពួកគេឬរបៀបឆ្ពោះទៅមុខប្រសិនបើមានការចរចាជុំណាមួយកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខពួកគេកំពុងនិយាយថាពួកគេបើកចំហចំពោះការចរចាគ្រប់ប្រភេទប្រសិនបើទំនុកចិត្តនោះត្រូវបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខអ្នកខ្លះគិតថាលោកត្រាំកំពុងធ្វើរឿងត្រឹមត្រូវជាមួយយុទ្ធសាស្ត្រចរចាអ៊ីរ៉ង់ដោយលោក Alan Fisher រាយការណ៍ពីសេតាវិមានទីក្រុង Washington DC លោក Donald Trump ពេញមួយរឿងនេះមានភាពមិនស៊ីសង្វាក់គ្នានៅក្នុងរឿងមួយចំនួនដែលគាត់បាននិយាយអំពីបទឈប់បាញ់និងថាតើនឹងមានសកម្មភាពយោធាឬអត់តាមពិតទៅក្នុងរយៈពេល1ម៉ោងចុងក្រោយនេះគាត់បាននិយាយថាអ៊ីរ៉ង់បានតាក់ទងសហរដ្ឋអាមេរិកដោយនិយាយថាខ្លួននឹងបើកច្រកសមុទ្រហូមឺសឡើងវិញប្រសិនបើសហរដ្ឋអាមេរិកដកការបិទផ្លូវលោក Donald Trump បាននិយាយថាបើគ្មានការបិទផ្លូវទេអ៊ីរ៉ង់នឹងមិនទៅដល់តុចរចាទេហើយដូច្នេះវានឹងនៅនឹងកន្លែងប្រសិនបើគាត់មិនមានការបិទផ្លូវទេនោះគាត់នឹងត្រូវទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ដែលនៅសល់ដូច្នេះគាត់បានផ្លាស់ប្ដូរពីការផ្សះផ្សាដោយនិយាយថាគាត់កំពុងរងចាំសំណើរួមពីអ៊ីរ៉ង់ទៅជាការគំរាមកំហែងទម្លាក់គ្រាប់បែកលើប្រទេសទាំងមូលម្ដងទៀតនេះមិនដំណើរការល្អនៅក្នុងទីផ្សារទេពួកគេបានបិទនៅសហរដ្ឋអាមេរិកជាមួយនឹងសន្ទុះសំខាន់ទាំងអស់ធ្លាក់ចុះដោយព្រួយបារម្ភអំពីភាពមិនប្រាកដប្រជានៅមជ្ឈមបូព៌ាប៉ុន្តែមនុស្សមួយចំនួនគិតថាប្រធានាធិបតីអាមេរិកកំពុងធ្វើរឿងត្រឹមត្រូវថានេះបង្ហាញពីកម្រិតនៃការពិចារណានិងការវាស់វែងដែលអ្នកមិនសូវមានទំនាក់ទំនងជាមួយលោក Donald Trump លោកត្រូវបានគេចាត់ទុកថាជាមនុស្សដែលងាយប្រតិកម្មនិងងាយប្រតិកម្មជាងចាប់ពីការចូលរួមរបស់ប៉ាគីស្ថានដោយនិយាយថាមើលចុះមានលទ្ធភាពដែលយើងអាចធ្វើចលនាខ្លះនៅទីនេះលោកបានសម្រេចចិត្តពង្រីកបទឈប់បាញ់ហើយសម្រេចចិត្តថាលោកនឹងរងចាំស្ដាប់អ្វីដែលអ៊ីរ៉ង់ត្រូវនិយាយមុននឹងសម្រេចចិត្តថាជំហានបន្ទាប់របស់លោកជាអ្វី